ឥឡូវយើងចាប់ផ្ដើមឲ្យចំណីទៀតហើយបាទចំណីរបស់យើងក៏រឿងយឺតយ៉ាវបន្តិចហើយដោយសារតែហើយតែជិបរវល់នេះរវល់នោះទៅក៏ចំណីឲ្យរឿងយឺតបន្តិចលឹបឲ្យតែម៉ោង3ឥឡូវនេះឲ្យម៉ោង4បាទម៉ោង4ហើយ4ល្ងាចជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះមកចាប់ផ្ដើមឲ្យចំណីត្រីប្រហែលជាថ្ងៃទី30ថ្ងៃទី1ថ្ងៃទី1បងប្អូនច្រឡំថ្ងៃទី1ខែ5ថ្ងៃទី1ខែ5ស្មើនឹង6ថ្ងៃថ្ងៃស្មើនឹងដាក់ពូជមកបាន6ថ្ងៃនិយាយចេះតែជឿមើលបងប្អូនអធិស្ឋានផងបាទហ្នឹងហើយចំណីអីត្រីរបស់យើងក៏ដាក់បាន6ថ្ងៃហើយបាទដាក់តាំងពីថ្ងៃទី26ខែ3ហើយខែ4ច្រឡំទៀត26ខែ4ឥឡូវនេះថ្ងៃទី1ថ្ងៃទី1ខែ5បាទឆ្នាំ2025ចាប់ផ្ដើមឲ្យចំណីទៀតហើយបាទយើងដាក់ពូជ4ម៉ែត្រអាង4ម៉ែត្រជុំវិញអាង4ម៉ែត្រមូលអញ្ចឹងយើងដាក់ពូជក៏ដាក់ខុសបាទអាចតែដាក់ខុសធម្មតាដាក់តែ5000កូន6000កូនអានេះដាក់ឲ្យចូល10000កូនបាទណា10000កូនអាចតែវានឹងចង្អៀតបាទហើយទេបានតែចាប់បំបែកទៀតពិបាករកអីរកអាងបំបែកទៀតត្រីរបស់យើងក៏ពូជត្រីរបស់យើងក៏ដាក់បាន10អាងទាំងអស់អាងទាំងអស់វា12អាងប៉ុន្តែដាក់បានតែ10ទេដោយសារ2អាងនេះយើងស្គាល់ទប់ដាំសូឡាផងដាំអីផងណាបងប្អូនណាអាចចូលចិត្តណាសង្ឃឹមថាបងប្អូនចូលចិត្តជួយគ្រប់គ្រងខ្ញុំផងបាទដោយសារតែចំណាប់អារម្មណ៍របស់ខ្ញុំចូលចិត្តចិញ្ចឹមត្រីបែបនេះបាទយើងក៏ជាដំបូងមកជាលើកទី1បាទថ្មីបាទអញ្ចឹងបងប្អូនជួយតាមដានទាំងអស់គ្នាថាវាតទៅមុខវានឹងយ៉ាងណានឹងហើយខ្ញុំនឹងថតសកម្មភាពជារៀងរាល់ថ្ងៃបាទផុសជារៀងរាល់ថ្ងៃឃើញថាបងប្អូនជួយគ្រប់គ្រងផងបាទហ្នឹងហើយមានការខុសឆ្គងសូមមេត្តាខន្តីជាស្រ័យបាទដោយសារតែខ្ញុំក៏មិនសូវច្បាស់ដែរទី1មិនសូវច្បាស់រឿងធ្វើវីដេអូបាទទី2ក៏មិនសូវច្បាស់រឿងចិញ្ចឹមត្រីដែរសិតតែលើកដំបូងលើកទី1ទាំងអស់បាទនេះហើយសូមមេត្តាខន្តីជាស្រ័យផងមិនមានកំហុសខុសឆ្គងយ៉ាងម៉េចនោះមកឥឡូវចាប់ផ្ដើមនេះបង្ហើយបាទមកបង្ហើយអាងចុះបង្ហើយគេផែនមិនសាពី3អាងទេត្រីយើងក៏ដែតពោះ1 2បងមួយថ្ងៃដែតពោះ1មួយថ្ងៃដែតពោះ2ក្នុងអាងមកធ្វើម៉េចទេវាសល់បណ្ណាក៏របស់យើងទៅក៏របស់គេទៅវាមិនដែលដាក់អាណាបាននេះទេបងធម្មតាមិនដែលដាក់100បាន100ទេវាតែងតែខ្វះតែងតែទៅខ្លះនៅខ្លះដាក់បានដាក់100ក៏នៅសល់90ក៏ល្អ80ក៏ល្អដែរបាទយើងអត់អាចយកបានទាំងអស់ទេបាទវាតែងតែមានស្លាប់ខ្លះអីខ្លះមានជំងឺមានអីប៉ះពាល់ខ្លះបាទវាអត់បានទាំងអស់ទេបានទាំងអស់ហ្នឹងគេធ្វើគ្រប់គ្នាប្រកាសជានេះគ្រប់គ្នាហើយរីកចម្រើនគ្រប់គ្នាហើយបាទនេះស្ទឹមចាប់ផ្ដើមវីដេអូយើងក៏បានមកដល់ទីបញ្ចប់ហើយបាទសូមមេត្តាខន្តីជាស្រ័យរកកំហុសខុសឆ្គងក៏សូមអរគុណជម្រាបលាបាយ